បាទបងប្អូនជនរួមជាតិជាទីគោរពថ្ងៃមុនខ្ញុំបានសន្យាថានឹងវិលត្រឡប់មកជួបគ្នាសារជាថ្មីវិញដើម្បីបន្តនិយាយអំពីប្រទេសពីរគឺសិង្ហបុរីហើយនិងអ៊ីស្រាអែលដែលជាប្រទេសតូចហើយខ្លាំងតើមានកត្តាអ្វីខ្លះបាទហើយការជជែកគ្នាមុនហ្នឹងគឺខ្ញុំបានដល់កន្លែងមួយដែលខ្ញុំសូមបញ្ជាក់សារជាថ្មីថាអឺ ប្រទេសទាំងពីរនេះគឺមានសារបាននៃប្រវត្តិនៃការចាប់ផ្ដើមស្តៀងគ្នាគឺប្រទេសសិង្ហបុរីគឺកកើតឡើងដោយចម្រុះជាតិសាសន៍បានន័យថាពីជាតិសាសន៍នៅជុំវិញប្រទេសសិង្ហបុរីសប្តាហ៍ថ្ងៃដែលមានម៉ាឡេឥណ្ឌាហើយនៅប្រទេសមួយចំនួនទៀតបាទអញ្ចឹងបើយើងធ្វើដំណើរទៅប្រទេសសិង្ហបុរីសប្តាហ៍ថ្ងៃយើងឃើញថាមានជនជាតិស្បែកខុសគ្នាច្រើនរួមទាំងចិនផងដែរបាទរីឯប្រទេសអ៊ីស្រាអែលទោះបីជាជនជាតិដែលមករស់នៅក្នុងប្រទេសអ៊ីស្រាអែលសប្តាហ៍ថ្ងៃភាគច្រើនជាជនជាតិជ្វីសប៉ុន្តែជនជាតិជ្វីសហ្នឹងបានរស់នៅក្នុងប្រទេសដទៃនឹងច្រើនចំនួនណាស់បាទអញ្ចឹងក្នុងនឹងក៏គេអាចនិយាយបានថាជនជាតិជ្វីសមកពីគ្រប់ទិសទីនៅក្នុងពិភពលោកក៏នាំមកនៅប្រពៃណីនិងវប្បធម៌ផ្សេងគ្នាដែរបាទអញ្ចឹងរឿងដែលសំខាន់បំផុតដែលប្រទេសទាំងពីរនេះចាប់ផ្ដើមគឺការចាប់ទទួលស្គាល់នៅភាពខុសគ្នាភាពចម្រុះគ្នានៃជាតិសាសន៍ភាពចម្រុះគ្នានៃវប្បធម៌ក៏ប៉ុន្តែអ្វីដែលជាមូលដ្ឋានគ្រឹះរបស់ប្រទេសទាំងពីរគឺមានដូចគ្នាគឺទី1គេបានធ្វើម៉េចឲ្យពលរដ្ឋគេស្គាល់ប្រវត្តិសាស្ត្រគេឲ្យបានច្បាស់ហើយប្រវត្តិសាស្ត្រនេះគឺមិនមានការកែប្រែទេគឺធ្វើម៉េចឲ្យពលរដ្ឋគេបានស្គាល់មានសមត្ថភាពក្នុងការស្គាល់ថាគេកើតមកពីណាហើយសពថ្ងៃនឹងគេជាស្អីបាទហើយចំណុចទី2គឺតេតិនទៅជាមួយនឹងការស្គាល់ដែនដីរបស់គេបានន័យថាពលរដ្ឋរបស់គេគឺមានសមត្ថភាពគេផ្ដល់ឲ្យឱកាសឲ្យពលរដ្ឋគេស្គាល់នៅប្លង់រឹងរបស់គេហើយទោះបីជាច្រើនចំនួនក្រោយមកទៀតក៏ពលរដ្ឋគេនៅតែបន្តបណ្ដុះនៅស្មារតីការស្គាល់ប្លង់រឹងបានន័យថាស្គាល់ដែនដីរបស់ប្រទេសគេច្បាស់លាស់ហើយគេរួមគ្នាការពារនេះជារឿងពីរដែលចាប់ផ្ដើមសម្រាប់ប្រទេសនឹងដូចគ្នាបាទនៅក្នុងដំណាក់កាលដំបូងគឺយើងដឹងហើយថានៅប្រទេសសិង្ហបុរីយើងស្គាល់ហើយថាមានលោកលីខ្វាន់យូដែលជានាយករដ្ឋមន្ត្រីទី1របស់សិង្ហបុរីបាទហើយបន្តមកទៀតគឺក៏មានលោកកូជតុងណាកូជតុងហ្នឹងជាអ្នកបញ្ញត្តិជានាយករដ្ឋមន្ត្រីទី2បាទហើយនៅប្រទេសអ៊ីស្រាអែលគឺចាប់ផ្ដើមមានលោក David Ben ហើយនឹងបន្ទាប់មកទៀតគឺ Mashi Sharet បាទហើយខ្ញុំតាមខ្ញុំកើតតន់ខ្ញុំនៅចាំឈ្មោះរបស់លោក Mashi Sharet ហ្នឹងបាទនៅក្នុងការចាប់ផ្ដើមដំបូងនេះគឺក៏មិនខុសគ្នាប្រមាណដែរទោះបីជាប្រទេសទាំងពីរនេះមិនបាននិយាយឲ្យចំថាគេនឹងពង្រឹងកម្លាំងការពារប្រទេសរបស់គេក៏ដោយក៏ប៉ុន្តែគឺគេទទួលស្គាល់ថាប្រទេសគេតូចអញ្ចឹងការគម្រាមកំហែងនឹងអាចមានគ្រប់ពេលវេលាទាំងអស់បាទគឺគេមិនយកពាក្យសន្តិភាពយកមកធ្វើជាគេហៅថាធ្វើជាគ្រឹះមូលដ្ឋានគ្រឹះដើម្បីរស់នៅជួបជុំគ្នាទេប៉ុន្តែគឺគេយកមូលដ្ឋានគ្រឹះមួយគឺក្នុងនាមប្រទេសតូចនៅក្នុងចំណោមនៃប្រទេសធំគឺត្រូវតែខ្លាំងខាងវិស័យការពារជាតិបាទដូច្នេះនៅក្នុងនឹងគឺថាតើប្រទេសទាំងពីរនេះបានយកស្អីខ្លះមកធ្វើជាមូលដ្ឋានគ្រឹះបន្ទាប់ទៀតដើម្បីគ្រប់គ្រងទៅលើទស្សនវិស័យគឺពង្រឹងនៅវិស័យការពារជាតិរបស់គេបាទនេះជារឿងសំខាន់ដែលយើងត្រូវយល់ដឹងក៏ប៉ុន្តែមុននឹងយើងចូលទៅដល់កន្លែងខ្ញុំសូមឆ្លៀតជម្រាបជូនបន្តិចថារហូតមកដល់សប្តាហ៍ថ្ងៃនេះប្រទេសអ៊ីស្រាអែលគឺមានកម្លាំងយោធានឹងខ្លាំងហើយមានយន្តហោះចម្បាំងរហូតដល់ប្រហែលជា600គ្រឿងបាទហើយមានក្រុមហ៊ុនសម្រាប់ផលិតអាវុធផលិតគ្រាប់រំសេវដោយខ្លួនឯងប្រហែលជា150ក្រុមហ៊ុនរីឯប្រទេសសិង្ហបុរីគឺក៏មានយន្តហោះចម្បាំងប្រមាណជាជាង200គ្រឿងហើយជា250គ្រឿងហើយកម្លាំងកងទ័ពជើងទឹកជប៉ុនក៏របស់សិង្ហបុរីក៏ខ្លាំងដែរមានទាំង submarine បានន័យថានាវាមុជទឹកផងដែរ
បាទហើយទោះបីជាសិង្ហបុរីមិនបាននិយាយជាសាធារណៈដោយដែលយើងបានស្គាល់អ៊ីស្រាអែលក៏ដោយប៉ុន្តែសិង្ហបុរីបានជួលទឹកដីអូស្ត្រាលីហើយនិងទឹកដីអាមេរិកដើម្បីធ្វើការវឹកហាត់ទាំងការប្រើនៅកំភ្លើងធំបាញ់រយៈឆ្ងាយហើយនឹងក៏សម្រាប់ឲ្យកងទ័ពសិង្ហបុរីនឹងវឹកហាត់ផ្នែកទ័ពអាកាសផងដែរនៅប្រទេសអូស្ត្រាលីហើយនៅប្រទេសអាមេរិកសប្តាហ៍ថ្ងៃនេះបាទដូចជាយើងឃើញនៅក្នុងអាទិត្យនេះដូចជាមានការធ្វើសមយុទ្ធរួមគ្នារវាងអូស្ត្រាលីហើយនិងសិង្ហបុរីជាមួយសហរដ្ឋអាមេរិកដែរបាទហើយដូចជាអូស្ត្រាលីកំពុងតែវឹកហាត់ក្នុងការបាញ់នៅមីស៊ីលរយៈឆ្ងាយរហូតដល់400គីឡូម៉ែត្រដែលមានសិង្ហបុរីក៏ជាផ្នែកមួយនៃការធ្វើសមយុទ្ធដែរបាទនេះគឺជាកម្លាំងដែលគេបានពង្រឹងរហូតមកដល់ពេលនេះក៏ប៉ុន្តែយើងដឹងស្រាប់ហើយថាវិស័យការពារជាតិនេះថ្លៃណាស់ហើយវិស័យការពារជាតិនេះបើយើងចាប់ផ្ដើមដោយគ្មានលុយទេគឺយើងកុំសង្ឃឹមថាយើងអាចខ្លាំងបានណាឧទាហរណ៍ថានៅក្នុងសម័យបច្ចេកវិទ្យានេះគឺអាវុធក្របរំសេវគឺមានតម្លៃកាន់តែថ្លៃថែមទៀតដែលធ្វើឲ្យប្រទេសក្រីក្រនៅលើពិភពលោកហ្នឹងគឺពិបាកក្នុងការតាមណាខ្ញុំលើកឧទាហរណ៍ថាប្រសិនបើអាវុធទំនើបដែលត្រូវភ្ជាប់ជាមួយនឹងគេហៅថាភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណបអញ្ចឹងប្រទេសនឹងត្រូវតែមានសមត្ថភាពក្នុងការបង្ហោះផ្កាយរណបខ្លួនឯងអានឹងបានយើងអាចយកប្រព័ន្ធអាវុធទំនើបនឹងយកមកប្រើបាននេះជារឿងដែលយើងត្រូវដឹងទាំងអស់គ្នាណាមិនមែនគ្រាន់តែនិយាយថាឲ្យតែយើងមានយើងយកមកយើងអាចយកមកប្រើបានអីហ្នឹងមិនប្រកាសចឹងទេបាទនេះជាកត្តាមួយដែលធ្វើឲ្យប្រទេសក្រីក្រភាគច្រើនគឺពិបាកក្នុងការតាមជាមួយនឹងបច្ចេកវិទ្យាសម័យទំនើបសម្រាប់ធ្វើសង្គ្រាមវាថ្លៃបាទហើយក៏ត្រូវការមានទំនុកចិត្តដែរបើសិនបើប្រទេសណាមួយធ្វើឲ្យគេមិនទុកចិត្តណាតាក់ទិនទៅនឹងបច្ចេកវិទ្យាហើយបណ្ដោយឲ្យប្រទេសណាមួយទៀតគេមកលួចយកបច្ចេកវិទ្យាពីក្នុងនឹងយកទៅប្រើគឺមហាអំណាចហើយនិងមហាអំណាចលួចគ្នាទៅវិញទៅមកនោះអាហ្នឹងក៏គេត្រូវមើលដែរតើមារយាទរបស់យើងអាចរក្សាការសម្ងាត់នឹងបានតែអត់បើយើងរក្សាមិនបានទេក៏យើងមិនអាចនឹងយកអាវុធរបស់គេយកយន្តហោះរបស់គេយកមកប្រើបានដែរនេះជារឿងមួយដែលយើងត្រូវដឹងបាទហើយយើងត្រូវទទួលស្គាល់ថាសប្តាហ៍ថ្ងៃទាំងសិង្ហបុរីទាំងអ៊ីស្រាអែលគឺគេបានកំណត់ណាថាមហាអំណាចសហរដ្ឋអាមេរិកបានកំណត់ប្រទេសទាំងពីរហ្នឹងធ្វើជាដៃគូភូមិសាស្ត្រនយោបាយអញ្ចឹងដើម្បីឲ្យអាមេរិកមានទំនុកចិត្តក្នុងការយកប្រទេសទាំងពីរធ្វើជាដៃគូភូមិសាស្ត្រនយោបាយវាទាល់តែប្រទេសទាំងពីរនេះខ្លាំងដែរខ្លាំងទាំងការដឹកនាំខ្លាំងទាំងបច្ចេកវិទ្យាណាហើយក៏ខ្លាំងទាំងសមត្ថភាពនៃកងទ័ពផងដែរអានឹងបានគេយកមកធ្វើជាដៃគូភូមិសាស្ត្រនយោបាយបានបាទប៉ុន្តែបើសិនជាយើងខ្សោយនោះគឺបានន័យថាភូមិសាស្ត្រនយោបាយរបស់យើងគ្រាន់តែត្រឹមថាគេសម្លឹងមើលពិចារណាប៉ុន្តែឲ្យគេចាប់ដៃជាមួយយើងឲ្យមមទាំនោះគឺពិតជាពិបាកអានេះសម្រាប់ខ្សែភ្នែកនៃមហាអំណាចបាទដំណាក់កាលបន្ទាប់ទៀតថាតើប្រទេសទាំងពីរហ្នឹងគេធ្វើការពង្រឹងសេដ្ឋកិច្ចគេយ៉ាងម៉េចដែលរហូតដល់គេអាចមានបានមានសេដ្ឋកិច្ចរឹងមាំហើយឈានទៅធ្វើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាយោធារបស់គេបានរហូតមកដល់សប្តាហ៍ថ្ងៃយើងដឹងហើយសិង្ហបុរីគឺមិនមានដីដាំសក្តិកើតទេលោកលីខ្វាន់យូបាននិយាយហើយថាសិង្ហបុរីមិនអាចពឹងទៅលើវិស័យកសិកម្មបានទេសូម្បីតែដីដែលសម្រាប់លំនៅឋានពលរដ្ឋក៏ត្រូវតែទិញខ្សាច់ណាទិញដីខ្សាច់អីពីយើងទៅដឹករាប់ឆ្នាំហើយហ្នឹងគឺយកទៅចាក់នៅសិង្ហបុរីដើម្បីសង់ផ្ទះអញ្ចឹងសម្រាប់សិង្ហបុរីជំរើសនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់សិង្ហបុរីគឺមិនមែនពឹងទៅលើវិស័យកសិកម្មទេគឺប៉ុន្តែពឹងទៅលើវិស័យគេសេវាកម្មដំណើរសមុទ្របានន័យថាជាកំពង់ផែសំចតហើយនឹងអាចជានេសាទផងដែរសម្រាប់សិង្ហបុរីក៏ប៉ុន្តែមិនធំទេប៉ុន្តែជាសេដ្ឋកិច្ចសិង្ហបុរីជាមជ្ឈមណ្ឌលនៃការឆ្លងកាត់នៃកប៉ាល់ធំណាអញ្ចឹងនេះជាកត្តាមួយប៉ុន្តែលោកលីខ្វាន់យូបានលើកឡើងថាកត្តាសំខាន់គឺធ្វើម៉េចពង្រឹងសមត្ថភាពរបស់ពលរដ្ឋសិង្ហបុរីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីយកខួរក្បាលយកបញ្ញារបស់គេនេះយកទៅធ្វើយកទៅរកស៊ីនៅក្នុងប្រទេសដទៃទៀតហើយយកលុយមកចូលសិង្ហបុរីបាទអញ្ចឹងបានជានៅក្នុងដំណាក់កាលដំបូងនៃការគ្រប់គ្រងអំណាចរបស់លោកលីខ្វាន់យូគឺលោក
Lý Kuan Yew ban chấm nai tháp vi ca sân thực sân thọp đầm bầy bằng răng vi say ọc rùm và hai vi say ọc rùm rồi bóc sang Singapore cứ nơi tại khăn trên kia trong đồng bằng ASEAN là hôm đó tập ngày đi mà dương tận lọc với từ mưaประเทศ Israel វិញ គឺប្រទេស Israel គឺជាប្រទេសមួយដែលមានវាលខ្សាច់ហើយពួក Jewish ដែលទៅតាំងទីលំនៅហ្នឹងក៏អាចជាទឹកដីមួយដែលគេបោះបង់ចោលដែរទៅពីដំបូងនោះបាទប៉ុន្តែ Israel បានមើលឃើញសក្តានុពលមួយដើម្បីពង្រឹងប្រទេស Israel ក្នុងនាមជាតំបន់ប្រទេសក្នុងតំបន់មួយដែលមានសម្បូរទៅដោយវាលខ្សាច់គឺគេត្រូវតែពង្រឹងបច្ចេកវិទ្យាផ្នែកខាងវិស័យកសិកម្ម យកវិក័យចឹងធ្វើម៉េចឲ្យប្រទេសអ៊ីស្រាអែលនឹងអាចចិញ្ចឹមខ្លួនឯងបានដោយមិនពឹងផ្អែកទៅលើប្រទេសដទៃព្រោះគេអ៊ីស្រាអែលបានដឹងច្បាស់ណាស់ថានៅជុំវិញខ្លួនទាំងអស់គឺជាសិទ្ធតែជាសត្រូវដែលខ្លួនត្រូវមានការប្រុងប្រយ័ត្នអញ្ចឹងអ៊ីស្រាអែលគឺកំណត់ដំបូងបំផុតគឺការពឹងផ្អែកទៅលើខ្លួនឯងអញ្ចឹងបច្ចេកវិទ្យារបស់អ៊ីស្រាអែលក្នុងការធ្វើរបបប្រកបរបរកសិកម្មហ្នឹងគឺមានខ្ពស់ហើយក៏ខ្លាំងដែរណារាល់ថ្ងៃមាននិស្សិតយើងក៏កំពុងទៅរៀននៅកន្លែងហ្នឹងដែរ អញ្ចឹងសម្រាប់ប្រទេសទាំងពីរនេះគឺគេមិនបានចាប់ផ្ដើមពីពាក្យថាប្រទេសតូចយើងមិនអាចធ្វើបានយើងត្រូវតែសម្លឹងទៅរកពឹងគេពឹងប្រទេសដទៃពឹងមហាអំណាចអីគឺគេអាចបានគិតអញ្ចឹងគេគិតទៅលើការពឹងទៅលើខ្លួនឯងចាប់តាំងពីដើមទីនៅពេលដែលគេចាប់ផ្ដើមកកើតប្រទេសគេមកបាទនេះជារឿងមួយដែលយើងត្រូវរៀនសូត្របាទហើយ យើងឃើញថានៅក្នុងប្រទេសអ៊ីស្រាអែលគឺការផលិតធនធានមនុស្សគេក៏ខ្លាំងដែរសប្តាហ៍ថ្ងៃនេះអ្វីដែលអ៊ីស្រាអែលខ្លាំងគឺខ្លាំងខាងបច្ចេកវិទ្យាដែលយើងដឹងស្រាប់ហើយថាមានក្រុមហ៊ុនដែលសម្រាប់ផលិតអាវុធសម្រាប់គ្រប់គ្រាប់មិនសូវហ្នឹងគឺមានរហូតដល់150ក្រុមហ៊ុនរីឯប្រទេសសិង្ហបុរីទោះបីគេមិនដែលមាត់គេមិនដែលនិយាយក៏ដោយប៉ុន្តែសិង្ហបុរីអាចផលិតអាវុធខ្លួនឯងបានដូចជាកភ្លើងដៃឯនេះគឺសិង្ហបុរីផលិតខ្លួនឯងបានហើយគ្រាប់មួយចំនួនធំទៀតគឺគេផលិតដោយខ្លួនគេអញ្ចឹងនៅពេលដែលគេទទួលសម្ពាធពីខាងណាមួយគេមិនលក់គ្រាប់ឲ្យអីគឺគេអត់មានការព្រួយបារម្ភអីក្នុងការខ្វះគ្រាប់បាញ់ក្នុងការអីទេនេះជាការចាប់ផ្ដើមរបស់គេដែលមានមូលដ្ឋានគ្រឹះច្បាស់លាស់ហើយ ប្រទេសអ៊ីស្រាអែលចំណុចខ្លាំងមួយដែលអ៊ីស្រាអែលមានគឺសមត្ថភាពផ្នែកចារកម្មយើងដឹងហើយថាអ៊ីស្រាអែលអាចមានលទ្ធភាពក្នុងការយកព័ត៌មានចារកម្មនឹងឆ្លងប្រទេសមិនត្រឹមតែចំណាប់ក្នុងប្រទេសខ្លួនឯងទេគឺរហូតដល់ពេលដល់អ៊ីស្រាអែលអាចទៅបាញ់សម្លាប់មេដឹកនាំហាម៉ាស់នៅក្នុងប្រទេសអ៊ីរ៉ង់ឬក៏នៅក្នុងប្រទេសណាផ្សេងទៀត ហើយសប្តាហ៍ថ្ងៃគឺបើនៅមជ្ឈមបូព៌ាអាមេរិកក៏ពឹងទៅលើអ៊ីស្រាអែលដែលជាប្រព័ន្ធជាប្រទេសមួយដែលអាចធ្វើជាចារកម្មបញ្ជូនព័ត៌មានចារកម្មរបស់មកឲ្យសហរដ្ឋអាមេរិកដើម្បីប្រើក្នុងការវាយប្រហារទៅលើក្រុមឧទាមជ្រុលនិយមផ្សេងដូចជាពួកហាម៉ាស់ឬពួកហ៊ូទូអីឡាក់ហ្នឹងគឺសិតតែជាការពឹងផ្អែកទៅលើប្រព័ន្ធចារកម្មសំខាន់របស់អ៊ីស្រាអែលផងណាបាទ អញ្ចឹងកត្តាសំខាន់ដែលធ្វើឲ្យប្រទេសគេរឹងមាំផ្នែកវិស័យយោធាគឺគេត្រូវចាប់ផ្ដើមគិតអំពីយុទ្ធសាស្ត្រនៃការពង្រឹងសេដ្ឋកិច្ចបាទពង្រឹងសេដ្ឋកិច្ចនេះគឺធនធានមនុស្សជារឿងសំខាន់ធនធានមនុស្សភ្ជាប់ជាមួយបច្ចេកវិទ្យាហើយនឹងស្គាល់អំពីសក្តានុពលនៃប្រទេសរបស់ខ្លួនតើខ្លួនត្រូវតម្រង់យកស្អីដែលជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចសំខាន់ណាដើម្បីជន់ឈានទៅរកការ ធ្វើម៉េចឲ្យសេដ្ឋកិច្ចនឹងខ្លាំងហើយកាលណាខ្លាំងការងាកទៅរកការពង្រឹងសម័យពង្រឹងវិស័យយោធាវិស័យបច្ចេកវិទ្យាបច្ចុប្បន្នគឺមិនពិបាកទេកាលណាមានធនធានមនុស្សគ្រប់គ្រាន់ហើយមានសេដ្ឋកិច្ចនឹងរឹងមាំបាទសូមអរគុណខ្ញុំមានប៉ុណ្្នឹងសិនបាទហើយថ្ងៃក្រោយយើងនឹងជួបគ្នាបន្ថែមទៀតលម្អិតទៅលើចំណុចនីមួយៗរបស់ប្រទេសទាំងពីរទៀតបាទសូមអរគុណហើយសូមជម្រាបលាបាទ